បន្ទុកបងត្រឹមទូបាញ់ឈឺគេអូមួយរស់មកដល់ហើយចាអង្គុយចុះមកថ្ងៃនេះមួយរស់ដូចជាស្អាតជាងពីម្សិលមិញទៀតនេះចាអរគុណអ្នកមីងព្រោះថាតិចទៀតហ្នឹងត្រូវទៅថត MV ជាមួយបងហួយហ៎អរគុណក្មួយរស់មិញសួរតាមត្រង់ចឹងណាក្មួយមានពេញចិត្តលើសៀងហួយដែរទេនេះអ្នកមីងចង់បានន័យថាម៉េចអ្នកមីងនិយាយថងៗមកព្រោះខ្ញុំអត់សូវចេះបត់បែននេះក្មួយឆ្លើយជាមួយមីងសិនមកប្រកាសទេខ្ញុំឆ្លាញ់បងហួយនេះអ្នកមីងចង់ហាមខ្ញុំមិនឲ្យតាក់តងសង្សារកូនអ្នកមីងអូមិនមែនអញ្ចឹងទេក្មួយកុំយល់ច្រឡំអីគឺមីងចង់សហការជាមួយក្មួយតែនេះអ្នកមីងនិយាយពិតមែនណាប៉ាត់ហើយមីងមិនកុហកក្មួយទេឲ្យតែក្មួយព្រមសហការជាមួយមីងអ្នកមីងសហការជាមួយខ្ញុំយ៉ាងម៉េចទៅមីងចង់ឲ្យកូនប្រតីស្អប់សៀងហួយនេះអ្នកមីងចង់ខ្ចីដៃខ្ញុំដើម្បីបំបែកបំបាក់បងហួយនឹងប្រតីមែនត្រូវហើយព្រោះមីងមិនចង់បានកូនប្រសាធ្វើជាតារាចម្រៀងស្អីនោះទេហើយម្យ៉ាងមីងដឹងថាក្មួយរំក៏ពេញចិត្តលើសៀងហួយដែរអញ្ចឹងហើយតើមីងចង់បំពេញបំណងក្មួយនោះអីចឹងអ្នកមីងចង់ឲ្យខ្ញុំជួយដោយរបៀបណាក្មួយធ្វើយ៉ាងណាឲ្យវតីឃើញក្មួយជាមួយនឹងសៀងហួយនៅក្នុងបន្ទប់ជាមួយគ្នានេះអ្នកមីងចង់ឲ្យខ្ញុំណែបើសិនជាក្មួយរស់នៅតែពជាពេលទៀតនោះកុំគិតថាបំបីពីរអ្នកគេបានឯសោះណាមិញប្រាប់តាមត្រង់ចឹងណាពេលនេះពួកគេទាំងពីរអ្នកចិត្តចូលរោងការជាមួយនឹងគ្នាហើយសម្លៀកបំពាក់អាពីពីពីក៏គេទៅលោរួចហើយដែរបើសិនជាក្មួយនៅតែអេះអន់ច្រើនទៀតនោះក្មួយច្បាស់ជាចាញ់វតីកូនមីងហើយចឹងអ្នកមីងចង់ចាប់ផ្ដើមគម្រោងការយើងនៅពេលណាអ្នកមីងតាមតែក្មួយទេខ្ញុំគិតថាកាន់តែលឿនកាន់តែល្អជប់នេះតែម្ដងទៅចា៎បានបាច់ហើយបើពូថតពូសម្រាប់ណាអត់អីមួយពូធំបានគិតតែក្មួយឯងមិនដែរខ្ញុំមិនអីទេខ្ញុំនៅក្មេងកម្លាំងមានអញ្ចឹងពូឯងធ្វើការបន្តប៉ុន្តែធ្វើតែមួយបានណាកុំខំពេកព្រោះកម្លាំងយើងចាស់ខ្លាចឈឺចង្កេះឈឺអីខ្ញុំអរគុណណាក្មួយណាបាទអញ្ចឹងខ្ញុំ
ដល់ម៉ោងរៀបបានទៅផ្ទះខ្ញុំទៅមុនចឹង ហ្នឹងហើយទៅចុះមួយ បាទ អូនទៅ ម៉ែ កូនបានមើលឯកសារក្រុមហ៊ុនរួចរាល់ណាកូន កូនបានមើលរួចរាល់ហើយ អញ្ចឹងកូនមានយល់ត្រង់ណាអត់ឬមួយក៏មានឆ្ងល់ត្រង់ណាអាចសួរមកបានចាំមកជួយប្រាប់ណា ចាម៉ាក់កូនមើលឲ្យអស់ហើយកូនក៏យល់ខ្លះៗដែរប៉ុន្តែបើសិនជាកូនមើលម្ដងទៀតនៅមានឆ្ងល់ឡើយណាចាំកូនយកឯកសារទៅផ្ទះឲ្យម៉ាក់បញ្ជាក់ក៏បានដែរ អញ្ចឹងក៏ល្អដែរ ម៉ាក់ទៅមកពីណាមែន ហ្នឹងម៉ាក់មកពីជួបមិត្តភ័ក្តិម៉ាក់គេមកពីក្រៅប្រទេសហើយក៏នាំគ្នាទៅញ៉ាំបាយទៅតម្រាំតម៉ាក់ដកខ្លួនរួចរៀងយូរបន្តិចហើយ មិត្តភក្តិស្រីរបស់ម៉ាក់អូ គឺមិត្តភ័ក្តិស្រីបើសិនជាមានឱកាសចាំម៉ាក់ណែនាំឲ្យកូនបានស្គាល់ពួកគេដើម្បីឲ្យកូនស្រីម៉ាក់នេះស្គាល់លំដាប់អភិជនខ្ពស់ៗឲ្យបានច្រើននិយាយចឹងល្ងាចហ្នឹងកូនហៅអ្នកជំនាញសៀងហុយម្នាក់ហ្នឹងទៅញ៉ាំបាយនៅផ្ទះយើងទៅកូន ម៉ាក់ កន្លងមកម៉ាក់យល់តែពីចិត្តខ្លួនឯងមិនបានយល់ពីក្តីស្រឡាញ់របស់ពួកកូនកូនខលទៅប្រាប់គេទៅថាម៉ាក់យល់ពីក្តីស្រឡាញ់របស់កូនហើយនឹងគេហើយក ូនអរគុណម៉ាក់ឯណា អីទេកូនអញ្ចឹងម៉ាក់ចេញទៅវិញណា ឬគ្រាន់ទុកបងត្រឹមទូបាញ់ឈឺគេ